បាទសួស្តីបងប្អូនទាំងអស់គ្នាយើងមកមើលគល់ពទ្រាពូជយើងករណីបើយើងដាំពូជដែលមានគល់ពទ្រាគល់ដែលមានពូជដើមពទ្រាព្រៃហើយតជាមួយមែកពូជល្អបែបនេះគឺគល់ពទ្រាព្រៃហើយយំពូជល្អយំបន្តជាមួយគល់ពទ្រាព្រៃដូចបែបនេះដោយពូជនេះអញ្ចឹងបើយើងឃើញនេះមានដើមថ្មីដុះចេញពីគល់ពទ្រាព្រៃមកអានឹងជាដើមពទ្រាព្រៃអញ្ចឹងបើយើងឃើញលើសមកអញ្ចឹងយើងកាត់វាចេញព្រោះអីជាពទ្រាព្រៃទេបើយើងទុកអត់បានប្រយោជន៍អីទេវាទៅដើមជីវជាតិពីពទ្រាពូជល្អយើងអញ្ចឹងបើយើងឃើញវាលើសមកអញ្ចឹងយើងកាត់វាចេញទៅយើងចាប់ផ្ដើមកាត់វាជាកូនពទ្រាព្រៃទេកាត់វាចោលទៅអញ្ចឹងបានដើមពូជយើងល្អនេះស្រូបយកជីជាតិបានល្អអរគុណ